បាទជម្រាបសួរបងប្អូនហ្នឹងហើយថ្មិចបើកចិត្តដល់ខែប្រមូលផលតរ៉េនទៀតហើយសម្រាប់បងប្អូនដែលមានចំការតរ៉េនប៉ុន្តែឆ្នាំនេះយើងជួបឧបសគ្គច្រើនបន្តិចឆ្នាំនេះដោយសារតកតនឹងអាកាសធាតុគឺរាំងចឹងទៅតរ៉េនខ្លះអត់បានវានិយាយទៅបានផលតិចឆ្នាំនេះជ្រុះការជ្រុះក្តឹបអស់ហើយបងប្អូនអើយកន្លែងខ្លះក៏បានផលទៅកន្លែងខ្លះក៏បាត់បង់អស់ច្រើនដែរឆ្នាំនេះចឹងថ្មិចបើកចិត្តដល់ប្រមូលផលទៀតហើយមើលនេះផ្លែល្អនេះហ្នឹងហើយបងប្អូនសង្ឃឹមថាឆ្នាំនេះភ្ញៀវទេសចរដែលនិយមចូលចិត្តនៅផ្លែតរ៉េនសម្លូតចឹងឆ្នាំនេះបើយើងរូតរះមកមុនបន្តិចភាសាកន្លែងខ្លះគឺទទួលផលផ្លែតរ៉េនប្រហែលបានតិចដូច្នេះហើយប្រហែលជាមានកំណត់ហើយតរ៉េនអរគុណច្រើនបងប្អូន